Neymar ជាអបានសម្រាប់ចិត្តចូលរង្វាន់ពីជម្រើសជាតិប្រេស៊ីលហើយក្រោយចាញ់ Norway 2-1 ធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup នៅត្រឹម16ក្រុមចុងក្រោយបន្ទាប់ពីបរាជ័យនៅក្រោមទ្វេជើងរបស់ Norway ប្រេស៊ីលបានធ្លាក់នៅត្រឹមវគ្គ16ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ FIFA World Cup នេះរឿងដែលគួរឲ្យសោកស្ដាយមួយទៀតនោះគឺ Neymar បានប្រកាសជាផ្លូវការថារូបគេនឹងចូលនិវត្តន៍ពីជម្រើសជាតិប្រេស៊ីលហើយការប្រកួតយប់មិញនេះនឹងក្របបាល់ដែលគេរកបានដោយពេលនឹងទីនោះគឺជាការប្រកួតចុងក្រោយរបស់គេនិងក្របបាល់ចុងក្រោយរបស់គេសម្រាប់ប្រេស៊ីលចាប់ពីពេលនេះតទៅយើងនឹងលេងបានឃើញ Neymar ពាក់អាវប្រេស៊ីលលេងឲ្យជម្រើសជាតិប្រេស៊ីលទៀតហើយគួរបញ្ជាក់ផងដែរថា Neymar ចាប់ផ្ដើមជាមួយនឹងជម្រើសជាតិប្រេស៊ីលឈុតធំនៅអាយុ18ឆ្នាំនិងបានប្រកាសចូលនិវត្តន៍នៅអាយុ34ឆ្នាំដោយរូបគេបានចូលរួមព្រឹត្តិការណ៍ FIFA World Cup លេងឲ្យប្រេស៊ីលចំនួន4ដងពលគឺចាប់ផ្ដើមពីឆ្នាំ2014ដែលប្រេស៊ីលជាម្ចាស់ផ្ទះប្រេស៊ីលបានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងឆ្នាំ2018និងឆ្នាំ2022ធ្លាក់នៅត្រឹមវគ្គ8ក្រុមចុងក្រោយដូចគ្នាហើយការប្រកួតចុងក្រោយគេគឺឆ្នាំ2026នេះបានធ្លាក់ត្រឹមវគ្គ16ក្រុមចុងក្រោយតែអ្វីដែលធ្វើឲ្យខ្ញុំស្ដាយបំផុតនោះគឺ Neymar បង្ហាញខ្លួនបានតិចខ្លាំងមែនទែននៅព្រឹត្តិការណ៍ FIFA World Cup ចុងក្រោយនេះពោលគឺលេងបានត្រឹមតែ2ប្រកួតតែប៉ុណ្ណោះហើយនាទីលេងគឺតិចខ្លាំងមែនទែនដោយប្រកួតទី1លេងបានត្រឹមតែ15នាទីនិងប្រកួតទី2លេងបានត្រឹមតែ20នាទីជាងតែប៉ុណ្ណោះការសម្រេចចិត្តចូលនិវត្តន៍របស់ Neymar ពីជម្រើសជាតិប្រេស៊ីលនេះបានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការសោកស្ដាយជាខ្លាំងដោយសារតែចាប់ពីពេលនេះតទៅយើងនឹងលេងបានឃើញ Neymar លេងឲ្យជម្រើសជាតិប្រេស៊ីលតទៅទៀតហើយអ្វីដែលគួរឲ្យស្ដាយទៀតនោះគឺ Neymar អត់ទាន់បានបំពេញក្តីសម័យរបស់ខ្លួនដែលអាចជួយឲ្យជម្រើសជាតិប្រេស៊ីលលើកពាន FIFA World Cup បានម្ដងណាទេកុំភ្លេច Follow Page ដើម្បីទទួលបានព័ត៌មានបាល់ទាត់ថ្មីៗជាច្រើនទៀត